ត្រូវចងចាំថាចង់ឈ្នះគេខ្លាំងពេកវាមិនដូចបំណងចង់ឈ្នះគេខ្លាំងខ្លួនឯងនឹងស្ថិតនៅក្នុងក្តីវិនាសកាន់តែខ្លាំងនៅក្នុងថ្ងៃអនាគតដូច្នេះបើយើងចង់ឈ្នះអ្នកដទៃយើងត្រូវយកឈ្នះខ្លួនឯងជាមុនសិនបើយើងចង់ឲ្យអ្នកដទៃគេគោរពកោតខ្លាចយើងត្រូវកសាងអំណាចបុណ្យបារមីអំណាចសេដ្ឋកិច្ចអំណាចសាមគ្គីភាពឲ្យបានរឹងមាំនោះនរណាក៏គេគោរពកោតខ្លាចយើងដែរជាពិសេសអត្តចរិតរបស់យើងគឺជាមនុស្សល្អជាមនុស្សចូលចិត្តសាងល្អធ្វើល្អមានសុចរិតធម៌មានទស្សពិតរាជធម៌មានសង្ឃហធម៌មានចិត្តមេត្តាករុណាមុទិតាឧបេក្ខាបើកាលណាយើងមានចិត្តទាំងអស់នោះហើយអំណាចរបស់យើងនឹងកើតឯងអ្នកមោពុទ្ធាយៈ